ដែលជាបរិយាក្រិតផងបាទដែលត្រាស់បង្គាប់ឲ្យលើកលែងទោសទណ្ឌិតកម្មសខាភេទប្រុសកើតឆ្នាំ1953ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់27ឆ្នាំតាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ790ចុះថ្ងៃទី30ខែមេសាឆ្នាំ2026របស់សាលាធរក្រុងភ្នំពេញការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសតែប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយនិងសូមឲ្យសម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តប្រជាក្រិតនេះចាប់ពីថ្ងៃឡាយប្រហោះលេខានេះទៅបាទតាមពិតប្រជាក្រិតនេះតាមពិតគួរតែចុះឬក៏ឡាយប្រហោះលេខាដោយព្រះមហាក្សត្រខ្មែរប្របាទនរោត្តមសីហមុនីក៏ប៉ុន្តែព្រះបាទបរមនាថនរោត្តមសីហមុនីលោកមិបឈួនដែលកំពុងតែសម្រាប់ព្យាបាលពរាជរោគរបស់លោកនៅឯមន្ទីរពេទ្យនៅទីក្រុងប៉េកាំងមិនអាចទាន់យាងត្រឡប់មកប្រទេសកម្ពុជាឡើយទេហើយបើតាមច្បាប់គឺនៅពេលដែលព្រះមហាក្សត្រលោកពុំមានពរិជ្ជវត្តមាននៅក្នុងប្រទេសបែបនេះគឺប្រធានព្រឹទ្ធសភាដែលទីនេះគឺលោកហ៊ុនសែនត្រូវคล้ายទៅជាប្រមុខរដ្ឋស្ដីទីបានន័យថាជាអ្នកកាន់ការជំនួសឲ្យរដ្ឋាភិបាលទាំងមូលបើទោះបីជានៅនាយករដ្ឋមន្ត្រីក៏ដោយប៉ុន្តែគេចងច្បាប់មកដើម្បីឲ្យលោកហ៊ុនសែននៅតែមានអំណាចធំលើសគេបន្ទាប់ពីព្រះមហាក្សត្រដដែលទេហើយការដែលធ្វើបែបនេះគឺមិនមែនជារឿងដែលសម័យចៃដន្យអីស្រាប់ធ្លាក់ក្តុកមកហេតុអីបានលោកហ៊ុនសែនធ្វើប្រធានព្រឹទ្ធសភាទេមិនមែនទេគឺជាការរៀបចំមកតាមឆាកនយោបាយថាលោកហ៊ុនសែននៅតែជាអ្នកដឹកនាំប្រទេសដដែលហើយលោកហ៊ុនម៉ាណែតគ្រាន់តែជាអាយ៉ងដែលជាការកំដរឆាកអីដដែលទេវាអត់មានអីប្លែកទេហើយដល់ពេលដែលព្រះមហាក្សត្រលោកយាងទៅប្រទេសក្រៅដើម្បីព្យាបាលប្រជារោគគឺបានន័យថាលោកហ៊ុនសែនគាត់អាចយកការងាររដ្ឋាភិបាលមកធ្វើបើទោះបីជាលោកជាប្រធានព្រឹទ្ធសភាក៏ដោយហើយជាប្រធានគណៈបកប្រជាជនកម្ពុជាក៏ដោយអញ្ចឹងនៅក្នុងទីនេះគឺលោកមានសិទ្ធិឡាយប្រហោះលេខាជំនួសអង្គព្រះមហាក្សត្រក្នុងនាមជាប្រមុខរដ្ឋស្ដីទីអញ្ចឹងបរិជ្ជក្រិតនេះគឺមានតម្លៃស្មើនឹងបរិជ្ជក្រិតរបស់ព្រះមហាក្សត្រហើយដោយសារលោកមិននៅគង់នៅប្រទេសកម្ពុជាអញ្ចឹងលោកហ៊ុនសែនជាអ្នកចុះហត្ថលេខាថ្ងៃទី25ខែឧសភាឆ្នាំ2026ដែលត្រាស់បង្គាប់នឹងគឺក្នុងន័យថាលើកលែងទោសលោកកឹមសុខាជាទណ្ឌិតបាទឲ្យរួចទោសពីការជាប់ពន្ធនាគារ27ឆ្នាំប៉ុន្តែមាន3មាត្រាសំខាន់នៅក្នុងការលើកលែងទោសដែលជាប្រជាក្រិតនេះគឺមានមាត្រា2ដែលសំខាន់ហើយត្រូវតែពិភាក្សានៅក្នុងយប់នេះគឺមាត្រា2ហ្នឹងដែលនិយាយថាការលើកលែងទោសនេះគឺអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសតែប៉ុណ្ណោះដោយមិនអនុវត្តចំពោះទោសបន្ថែមទៀតឡើយឥឡូវនេះខ្ញុំសាកបង្ហាញអំពីស្អីទៅមូលទោសស្អីទៅទោសបន្ថែមហេតុអីបានជាចាំបាច់មានលក្ខខណ្ឌអញ្ចឹងបានន័យថាការដោះលែងនេះគឺជាការមិនមែនដោះលែងជាការលើកលែងទោសនេះគឺជាការលើកលែងទោសដោយលក្ខខណ្ឌប៉ុន្តែមុននឹងចូលដល់ការលើកលែងទោសដោយលក្ខខណ្ឌនេះយើងសួរថាហេតុអីបានជាមានការលើកលែងទោសនៅពេលដែលលោកកម្មសខាអត់មានទោសនេះគឺជាសំណួរសំខាន់ណាស់ហើយហេតុអីបានជាលោកកម្មសខាអត់មានទោសគឺដោយសារតែតុលាការសាលាដំបងកាលពីថ្ងៃទី3ខែមីនាឆ្នាំ2023បានសម្រេចផ្ដន្ទាទោសឲ្យលោកកម្មសខាជាប់ទោសពីបទសន្តិទ្ធភាពបទក្បត់ជាតិឬក៏អីសុំកលុំខົບខិតគ្នាជាមួយរដ្ឋបរទេសជាពិសេសជាមួយសហរដ្ឋអាមេរិកហ្នឹងក្នុងការផ្ដួលរំលំរដ្ឋាភិបាលដែលទោសនេះគឺកំណត់ឲ្យលោកកម្មសខាជាប់ពន្ធនាគារ27ឆ្នាំក៏ប៉ុន្តែអនុវត្តទោសតាមការដែលដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដោយកំណត់ឲ្យលោកកម្មសខាមិនជាប់នៅក្នុងពន្ធនាគារទេតែជាប់គុកនៅក្នុងផ្ទះមិនមានសិទ្ធិសេរីភាពឲ្យដកហូតសិទ្ធិសេរីភាពជាច្រើនហើយខ្ញុំនឹងសង្ខេបសាលក្រមរបស់តុលាការកាលពីថ្ងៃទី3ខែមីនានឹងម្ដងទៀតដើម្បីឲ្យបងប្អូនបានយល់កាលពីថ្ងៃទី3មីនាឆ្នាំ2023ហ្នឹងគឺក្រោយឃុំខ្លួនលោកកម្មសខាតាំងពីឆ្នាំ2017 6ឆ្នាំឃុំខ្លួនគាត់នៅត្បូងឃ្មុំផងនៅកន្លែងផ្សេងទៀតផងគឺ6ឆ្នាំក្រោយចាប់ឃុំខ្លួនគាត់ទាំងយប់គឺតុលាការក៏បានរកឃើញថាគាត់មានទោសពីបទសន្តិទ្ធភាពឬក៏បទខុបខិតជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាល
សពថ្ងៃហ្នឹងដែលទោសនេះគឺទោសធ្ងន់រហូតបើមានទោសប្រហារជីវិតគេប្រហារជីវិតគាត់បាត់ទៅហើយប៉ុន្តែទោស20ឆ្នាំហ្នឹងគឺជាទោសប្រហារជីវិតហើយចង់និយាយថាទោសអស់ជាប់គុកអស់មួយជីវិតទេព្រោះលោកកម្មសខាអាយុ70 60 70ហើយហ្នឹងអញ្ចឹងតពេលគាត់អាយុ97ម្ដាយគាត់អាយុ101ហើយនៅមានបច្ចុប្បន្នមានអាយុចឹងបានន័យថាគាត់អាចរស់ដល់អាយុ97 98ប៉ុន្តែមុំដល់ពេលហ្នឹងភ្លេចភ្លាំងអីអស់ហើយមិនដឹងថាគាត់អាចនឹងមានអាយុដល់យឺនយូរដល់ប៉ុណ្ណឹងដូចម្ដាយគាត់អីព្រោះគាត់គិតតែពីរឿងជាតិគិតតែពីរឿងនយោបាយប្រជាប្រដ្ឋឡើងជ្រុះសក់អស់យ៉ាងនេះដូច្នេះមិនមែនអាយុយឺនយូរពេកទេពិបាករស់នៅក្នុងការកើតទុករាសខ្វល់ចម្បល់ពេញទុកពេញស្រុកពេញទេសអញ្ចឹងតែឲ្យគាត់រស់បានយូរប៉ុណ្ណាមានតែម្ចាស់កំណាព្យទេដែលថាខ្ញុំរស់រហូតដល់ពេលណាទេដែលគាត់រស់បានក្នុងសារភាពបែបនេះហ៎ឥឡូវនេះគឺតកតងនឹងសាលក្រមកាលពីថ្ងៃទី3ហ្នឹងគឺគេកំណត់ច្រើនលក្ខខណ្ឌណាស់ហើយលក្ខខណ្ឌដែលសំខាន់នៅក្នុងមាត្រា2នៅក្នុងប្រការ2នៅក្នុងសាលក្រមកាលពីថ្ងៃទី3ខែមីនាហ្នឹង2023ហ្នឹងគេនិយាយចេះផ្ដន់ទាទោសជាប់ជនជាប់ចោតនៅទោសបន្ថែម27ឆ្នាំដាក់នៅប្រការមួយហើយជាប់គុក27ឆ្នាំនៅក្នុងផ្ទះហ្នឹងហើយគឺទី2គឺផ្ដន់ទាទោសជាប់ចោតដោយដាក់ទោសបន្ថែមដោយដកជាស្ថាពរនៅសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងតាមបញ្ញត្តិមាត្រា450នៃក្រមព្រហ្មទណ្ឌហើយដល់ពេលមាត្រា3ហ្នឹងគឺដាក់ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការមិនឲ្យចេញពីផ្ទះមិនឲ្យជួបអ្នកណាមិនឲ្យប្រស័យតាក់ទងលើកលែងតែក្រុមគ្រួសារអីជាដើមអញ្ចឹងទៅដូច្នេះសាលក្រមនេះត្រូវបានលោកកឹមសុខាប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍សាលាឧទ្ធរណ៍ប្រើពេល3ឆ្នាំដើម្បីដោះស្រាយរឿងជំទាស់នឹងពលលោកកឹមសុខាអត់ទទួលយកបានទេគឺគាត់ថាគាត់អត់មានទោសអញ្ចឹងពេលដែលប្តឹងសាលាឧទ្ធរណ៍ហ្នឹងគេត្រូវការពេល3ឆ្នាំទំនំជំនុំជម្រះក្តីកាត់ក្តីចុងក្រោយនៅថ្ងៃទី10ខែមេសាឆ្នាំ2026នេះថ្មីនេះពជាពេលពជាអីចុះឡើងហ្នឹងគឺថាគ្មានទីបញ្ចប់ទេតែដល់តែពេលថ្ងៃទី30ខែមេសាឆ្នាំ2026ហ្នឹងគឺបានន័យថា20ថ្ងៃក្រោយកាត់ក្តីចុងក្រោយស្ដាប់សវនាការរឿងគាត់ជំទាស់មិនទទួលយកសាលក្រមថ្ងៃទី3ខែមីនាឆ្នាំ2023ហ្នឹងតុលាការសាលាឧទ្ធរណ៍សម្រាប់តម្កល់សាលក្រមសាលាដំបងនឹងដដែលថាលោកកឹមសុខាមានទោសមិនត្រឹមតែប៉ុណ្ណឹងទេគឺថែម5ឆ្នាំទៀតកំណត់ឲ្យលោកកឹមសុខាមិនអាចចេញទៅប្រទេសក្រៅបាន5ឆ្នាំទៀតសិទ្ធិនយោបាយដកហូតអស់ហើយតែមកឈូសគឺដាក់គាត់នៅក្នុងនឹងហើយសពនឹងហើយគឺថែមដៃគោល4 10ទៀតដើម្បីកុំឲ្យគាត់ងើបរួចគឺ5ឆ្នាំទៀតហើយអា5ឆ្នាំហ្នឹងគឺជាការរៀបចំត្រួសត្រាយផ្លូវរបស់រដ្ឋាភិបាលកម្ពុជាដែលគិតថាថ្ងៃណាមួយបើលើកលែងទោសលោកកឹមសុខាគឺអា5ឆ្នាំដែលមិនអាចចេញទៅក្រៅប្រទេសហ្នឹងគឺនៅជាប់ហ្នឹងទៀតអញ្ចឹងគឺគេរៀបចំព្រោះយើងចេះតែឆ្ងល់ថាចុះហេតុអាទោសពីមុនមក27ឆ្នាំហើយទៅហាមឃាត់សិទ្ធិនយោបាយមិនឲ្យគាត់ចេញពីផ្ទះសោះតើឲ្យគាត់ទៅក្រៅប្រទេសអាមិនកើតបើចេញពីផ្ទះនៅក្នុងស្រុកខ្មែរចេញអត់បានផងហ្នឹងអញ្ចឹងនៅពេលដែលគេដាក់5ឆ្នាំទៀតនៅសាលាកពូលគឺមិនឲ្យគាត់ចេញទៅក្រៅប្រទេស5ឆ្នាំអញ្ចឹងបានន័យថាម៉េចគឺបានន័យថាគឺចងជើងគាត់ឲ្យជាប់បើមានការលើកលែងអនុគ្រោះទោសណាមួយដោយមិនដកអាការធ្វើដំណើរទៅក្រៅប្រទេសលោកកឹមសុខានឹងជាប់ទោសអត់បានទៅក្រៅប្រទេសនឹង5ឆ្នាំដដែលនេះគឺជាផែនការរៀបចំទុកមុនផ្នែកនយោបាយនៃរដ្ឋាភិបាលកម្ពុជានិងតុលាការខ្មែរគេគិតរួចទៅហើយឥឡូវដោយការគិតរបស់គេការរៀបចំត្រួសត្រាយផ្លូវហើយឆ្លៀតឱកាសដោយសារតែស្ថានភាពម្ដាយរបស់លោកកឹមសុខានឹងដាបខ្លាំងមែនតើរដ្ឋាភិបាលគឺកំពុងតែរងសម្ពាធខ្លាំងមែនតើខ្ញុំជឿថាសម្ពាធនេះគឺសម្ពាធភ្នំព្រះសម័យព្រោះម្ដាយអាយុ101ឆ្នាំផ្លឹកលែងដឹងខ្លួនទៅហើយលោកឲ្យធွာប្រសង់ឲ្យធွာកូនមិនអាចជួបម្ដាយបានអនុញ្ញាតឲ្យមកជួបបាន1ម៉ោងអីអញ្ចឹងទៅប្រជាប្រដ្ឋក៏រិះគន់សម្បើមមែនតើហើយចៃដន្យអីនៅពេលដែលម្ដាយកំពុងតែមានទុក្ខធ្ងន់ពេលវេលា count down រាប់ថយក្រោយបែបនេះគឺជាការពិតលោកកឹមសុខាអាចនឹងបាត់ឱកាសនៅក្នុងការជួបម្ដាយដង្ហើមចុងក្រោយឬក៏មើលបីបាច់ថែរក្សាម្ដាយដែលរឿងនេះគឺជារឿងឈឺចាប់សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសមិនមែនតែគណៈបកប្រជាជនកម្ពុជាទេ
មិនតែអ្នកគ្រប់គ្រងរដ្ឋាភិបាលទេគឺប្រជាពលរដ្ឋណាក៏គេឈឺចាប់ដែរព្រោះវាហួសនិស័យវាខកខើសាហាវព្រៃផ្សៃយកខ្មែរគ្នាឯងធ្វើជាសត្រូវគ្រាន់តែម្ដាយបង្កើតដង្ហើមចុងក្រោយចោះសត្រូវស៊ីសាច់ហត់ឈាមអីម្លេះគ្រាន់តែឲ្យគាត់នៅណែបនិតចិត្តកាយម្ដាយឲ្យបានយូរតាមដែលអាចធ្វើបានព្រោះពេលវេលារបស់អ្នកស្រីសៅង៉ែតលោកយាយសៅង៉ែតគឺរាប់ថយក្រោយហើយតើរស់បានប្រហែលម៉ោងទៀតអញ្ចឹងទៅខ្ញុំមិនប្រមាថទេខ្ញុំនៅតែបន់ស្រន់ឲ្យលោកយាយមានអាយុយឺនយូរបានច្រើនព្រះវសាទៀតដើម្បីនៅបានមើលមុខកូនចៅឲ្យបានយូរទៀតប៉ុន្តែដូចខ្ញុំបានជម្រាបលើកមុនអញ្ចឹងថាការរស់នៅជីវិតចុងក្រោយដែលទឹកភ្នែកហូរជោគខ្នើយគ្មានកោះគ្មានត្រៃបែបនេះគឺបើស្លាប់ទៅប្រហែលជាប្រសើរជាងខ្ញុំសុំទោសខ្ញុំនិយាយពេលខ្លះវាហាក់បីដូចជាប្រមាថការទានជីវិតមនុស្សហើយប៉ុន្តែបើរស់នៅគ្មានសុភមង្គលនៅតែយំសោកដែលជីវិតចុងក្រោយហ្នឹងគឺរកភពកំណើតចាប់ជាតិមិនឃើញទេវានៅវិលវល់នៅវាលវត្តសង្សារដ៏មហាអយុត្តិធម៌ដែលម្ដាយឈឺចាស់ជរាកូនមិនអាចមកមើលបានហើយមកមើលបាន1ម៉ោងគេផ្ដាច់យកទៅវិញរឿងនេះគឺជាសម្ពាធធ្ងន់ដែរសម្រាប់រដ្ឋាភិបាលកម្ពុជាតាក់ទងសិលធម៌មនុស្សធម៌និងសុជីវធម៌និងគុណធម៌អីក៏ប៉ុន្តែយើងឃើញថាព្រឹកមិញនេះស្រាប់តែលោកកម្មសខាត្រូវបានគេដឹកទៅឲ្យមើលម្ដាយម្ដងទៀតខ្ញុំធូទ្រូងខ្សាកខ្ញុំថាល្អធ្វើទៅអ្នកណាចោតអីចោតទៅកុំធ្វើត្រូវឲ្យដូចគេចោតហើយបើធ្វើអំពើល្អនេះណាគឺវាមិនសយត់ទេគឺមិនខុសទេឲ្យម្ដាយឪពុកម្ដាយកូនគេបានជួបជុំគ្នាចុងក្រោយទៅកុំទៅយកជាសត្រូវស៊ីសាច់ហត់ឈាមអីហើយព្រឹកមិញនេះអ្វីដែលគួរជាទីមនោរម្យគឺលោកកម្មសខាអាចទៅជួបម្ដាយដោយអត់មានកាលកំណត់ព្រោះលោកកម្មសខាពេលដែលជួបម្ដាយលើកទី2នេះគាត់បានខ្សឹបឬក៏ប្រាប់ម្ដាយគាត់ថាម៉ែខ្ញុំនឹងទៅបួសសងគុណម្ដាយហើយខ្ញុំនឹងនៅណែបនិតជាមួយម្ដាយគេងនៅក្បែរម្ដាយឲ្យបានជារៀងរហូតភាសានេះគឺយើងចាប់ផ្ដើមដឹងភ្លាមថាអូមានជាដំណោះស្រាយនយោបាយអីមួយហើយជាការល្អព្រោះកាលមុន1ម៉ោងគេយកទៅទាំងឆក់កដៀតប៊ីលោកយាយសៅង៉ែតផុតទៅសំណាងណារដ្ឋាភិបាលដែលលោកយាយសៅង៉ែតនៅមានបញ្ជនណាបើបាត់ផុតពេលដែលលោកកម្មសខាចូលដល់ពន្ធនាគារវិញចូលដល់ផ្ទះវិញហើយស្រាប់តែលោកយាយសៅង៉ែតផុតដោយសារលោកកម្មសខាបានជួបតែ1ម៉ោងគឺមិនដឹងគេរិះគន់យ៉ាងម៉េចទេគឺថានរុអវជ័យហើយប៉ុន្តែលោកយាយសៅង៉ែតនៅពេលដែលឮសំឡេងកូនស្រែកសួរម្ដាយភ្លាមហ្នឹងគឺឃើញហ៎គ្មានអសត់ទឹកណាពូកែជាងការបាននៅណែបនិតចិត្តកូនសំណាប់ទេអស់លោកក៏ដឹងដែរមិនអញ្ចឹងហ៎គឺជារឿងខ្លោចផ្សាណាស់ដែលឲ្យគេបែកឃើញអសត់ទឹកទេលោកយាយសៅង៉ែតដែលលែងដឹងខ្លួនភ្លុកភ្លឹកលោកឲ្យធွာរាល់ថ្ងៃពេលដែលជួបឮសំឡេងលោកកម្មសខាតាមទូរស័ព្ទម្ដងមុនលើកទី1មុននឹងបានមកជួបហ្នឹងប៊ីសតែមិនបានមកជួបហ្នឹងគឺគាត់មានកម្លាំងព្រឹសនៅក្នុងការដែលបន្តដង្ហើមចាំកូនទៀតពេលដែលកូនទៅជួបគាត់ចាប់ផ្ដើមមានឈាមស្រស់សាច់ស្រស់អីឡើងវិញទោះជាមិនអាចនិយាយឆ្លើយឆ្លងតែនៅព្រិចខ្ញាំអីបានឬក៏ដៃនឹងអាចកម្រើកញាក់ដើម្បីបញ្ជាក់ថាគាត់ស្ដាប់ឬក៏ជួនកាលគាត់ងើយក្បាលអីបន្តិចបន្តួចមាត់មហប់ហាក់បីដូចជាចង់ឆ្លើយឆ្លងសារសងជាមួយកូនឲ្យបានអស់ចិត្តមុននឹងលាចាកលោកទៅវាកំសត់ខ្លោចផ្សាមែនតើហើយដល់ពេលឲ្យគេទាញចេញមកវិញប៉ុន្តែព្រឹកមិញនេះយើងឃើញហ៎លោកយាយសៅង៉ែតគឺចាប់ផ្ដើមអាចនឹងមានជីវិតជីវ៉ាពលឹងប្រលះនៅក្នុងខ្លួនវិញដោយសារតែឱសថទឹកនៃការអាចទៅជួបគ្នាបានឱសថទឹកនេះតាមពិតគួរផ្ដល់ឲ្យគ្រួសារលោកកម្មសខាយូរហើយមិនទាល់តែដាបបែបនេះទេប៉ុន្តែយ៉ាងណាបងប្អូននេះគឺជាអំពើគុណធម៌ដ៏ប្រសើរក្រៃលែងដែលថ្នាក់ដឹកនាំកម្ពុជាធ្វើឲ្យខ្ញុំអបអរសាទរកោតសរសើរការដែលគិតត្រូវបែបនេះដែលគួរគិតត្រូវយូរហើយតែយ៉ាងណាវាសុកចិត្តយឺតពេលកុំឲ្យហួសពេលឥឡូវគាត់ធ្វើឃើញលោកយាយសៅង៉ែតចាប់ផ្ដើមមានពលឹងប្រលះហើយលោកកម្មសខាក៏បានញញឹមញញែមបរិយាកាសនៅពេលនេះគឺមានភាពមនោរម្យជាងថ្ងៃដំបូងតែលើកទី1ដែលទៅជួបខ្លាំងណាស់លើកទី1អ្នកណាក៏ស្រក់ទឹកភ្នែកដែរតែលើកនេះក៏មានអ្នកស្រក់ទឹកភ្នែកដែរប៉ុន្តែស្រក់ដោយក្តីរំភើបមិនមែនស្រក់ដោយក្តីខ្លោចផ្សាដូចលើកមុនទេដូច្នេះបរិយាកាសនេះគឺមានភាពប្រសើរល្អមែនទែនគួរជាទីមនោរម្យហើយចង់ឲ្យឃើញបរិយាកាសសង្គមខ្មែរអញ្ចឹងស្រឡាញ់គ្នាអាណិតគ្នាស្អប់គ្នាតែគោលគំនិតនយោបាយបានហើយ
កុំស្អប់គ្នាជាលក្ខណៈបុគ្គលកុំតាមវាយគេដល់ផ្ទះកុំតាមទៅរករឿងក្រុមគ្រួសារគេកុំធ្វើទុកបុកម្នេញគេជាលក្ខណៈបុគ្គលគឺយើងជជែកតែគំនិតជជែកតែភាពមិនយល់ស្របគ្នាទោះជាយើងយល់ខ្វែងគំនិតគ្នាក៏យើងពេលខ្លះក៏យើងត្រូវចាំថាគេមានជំហររបស់គេស្ដាប់គេទៅហើយកុំទៅរករឿងកូនគេប្រពន្ធគេប្តីគេសាច់ញាតិគេអានឹងជាអំពើអគុណធម៌មិនអាចព្រះប្រោសបានទេចុះនរក19ជាន់ប៉ុន្តែឥឡូវនេះចំណុចនេះខ្ញុំឃើញថាថ្នាក់ដឹកនាំកម្ពុជាហើយបើក៏មានលោកហ៊ុនម៉ាណែតដែលសរសេរលិខិតថ្វាយទៅព្រះមហាក្សត្រក៏វាគ្មានការលើកលែងទោសនេះដែរហើយបើសិនជាគ្មានអន្តរាគមពីលោកហ៊ុនសែនក៏គ្មានការលើកលែងទោសនេះដែរនិយាយឲ្យខ្លីដូច្នេះនេះគឺជាប្រព័ន្ធមួយជាអង្គការចាត់តាំងមួយដើម្បីឲ្យមានការលើកលែងទោសដូច្នេះអ្នកដែលត្រូវបានទទួលការស្ងាច់សរសើរគឺត្រូវជាប្រព័ន្ធដែរមិនចឹងទាំងលោកហ៊ុនសែនទាំងព្រះមហាក្សត្រខ្មែរទាំងលោកហ៊ុនម៉ាណែត